របៀបបញ្ជាទិញផលិតផល Atomy សម្រាប់លោកអ្នកដែលប្រើប្រាស់ទូរស័ព្ទ Android សូមចូលទៅកាន់ Google Chrome ហើយសម្រាប់សមាជិកដែលប្រើប្រាស់ទូរស័ព្ទ iOS សូមចូលទៅកាន់ Safari បន្ទាប់មកសូមចូលទៅកាន់គេហទំព័រ Atomy ដែលមានអាសយដ្ឋាន www.atomy.com/kh បន្ទាប់មកសូមលោកអ្នកចុចទៅលើពាក្យ Menu បន្ទាប់មកសូមចុចទៅលើពាក្យចូលប្រើប្រាស់សូមវាយបញ្ចូលលេខ ID និងលេខសម្ងាត់របស់លោកអ្នករួចសូមចុចពាក្យចូលប្រើប្រាស់សូមជ្រើសរើសផលិតផលដែលជាតម្រូវការរបស់លោកអ្នករួចចុចសញ្ញាកន្ត្រកបន្ទាប់មកសូមកំណត់ចំនួនផលិតផលដែលលោកអ្នកចង់បញ្ជាទិញរួចចុចពាក្យកន្ត្រកបើសិនជាលោកអ្នកចង់បញ្ជាទិញផលិតផល Atomy ផ្សេងទៀតសូមធ្វើតាមគំរូដដែលបន្ទាប់ពីលោកអ្នកជ្រើសរើសផលិតផលរួចហើយសូមចុចសញ្ញារូបកន្ត្រកផ្នែកខាងស្ដាំបន្ទាប់មកសូមចុចទៅលើពាក្យទូទាត់សរុបសូមធ្វើការជ្រើសរើសថ្ងៃសម្រាប់ដាក់ពិន្ទុរបស់លោកអ្នកបន្ទាប់មកសូមធ្វើការបំពេញព័ត៌មានអ្នកបញ្ជាទិញដូចជាឈ្មោះលេខទូរស័ព្ទនិងអ៊ីមែលបើសិនជាមានបន្ទាប់មកសូមធ្វើការបំពេញព័ត៌មានអ្នកទទួលទំនិញដោយចុចពាក្យអាសយដ្ឋានដឹកជញ្ជូនថ្មីសូមធ្វើការបំពេញឈ្មោះអ្នកទទួលនិងលេខទូរស័ព្ទចំនួន2ខ្សែបន្ទាប់មកសូមចុចទៅលើពាក្យជ្រើសរើសអាសយដ្ឋានមកដល់ចំណុចនេះលោកអ្នកដែលរស់នៅតាមបណ្ដាខេត្តសូមជ្រើសរើសពាក្យខេត្តបើសិនជាលោកអ្នករស់នៅភ្នំពេញសូមជ្រើសរើសពាក្យភ្នំពេញបន្ទាប់មកសូមជ្រើសរើសស្រុកឬខណ្ឌឃុំឬសង្កាត់ដែលជាទីតាំងរបស់លោកអ្នកដើម្បីផ្ដល់ភាពងាយស្រួលសម្រាប់អ្នកដឹកជញ្ជូនសូមផ្ដល់ព័ត៌មានអំពីលេខផ្លូវនិងលេខផ្ទះរបស់លោកអ្នកសូមចុចទៅលើពាក្យរក្សាទុកអាសយដ្ឋានដឹកជញ្ជូនលំនាំដើមដើម្បីងាយស្រួលប្រើប្រាស់នៅថ្ងៃក្រោយរួចសូមចុចពាក្យបញ្ជាក់នោះវានឹងបង្ហាញចំនួនទឹកប្រាក់ដែលលោកអ្នកត្រូវទូទាត់សូមអស់មកខាងក្រោមដើម្បីជ្រើសរើសមធ្យោបាយសម្រាប់ទូទាត់ទឹកប្រាក់ជាការឧទាហរណ៍ខ្ញុំជ្រើសរើសការទូទាត់ទឹកប្រាក់តាមរយៈ ABA KHQR បន្ទាប់មកសូមចុចចំនួនទឹកប្រាក់ដែលលោកអ្នកត្រូវបង់បន្ទាប់មកវានឹងលោត KHQR មួយសម្រាប់លោកអ្នកយកទៅទូទាត់ទៅតាមធនាគារណាមួយដែលលោកអ្នកចង់ទូទាត់សូមអរគុណ